សួស្តីប្អូនគ្រូនិស្សិតទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនស្តីពីមូលដ្ឋានគ្រឹះគណិតវិទ្យាសម្រាប់មធ្យមសិក្សាបឋមភូមិ1ថ្ងៃនេះលោកគ្រូនឹងនាំប្អូនទៅសិក្សាអំពីប្រធានបទដ៏សំខាន់មួយគឺសមីការនិងវិសមីការដឺក្រេទី1មានមួយអញ្ញត្តិនៅក្នុងមេរៀននេះយើងនឹងបែងចែកជាពីរផ្នែកធំគឺទី1យើងនឹងសិក្សាពីសមីការនិងទី2គឺវិសមីការតោះចាប់ផ្ដើមទាំងអស់គ្នាជាដំបូងយើងចូលទៅកាន់ផ្នែកទី1គឺសមីការតើអ្វីទៅជាសមីការប្អូនគ្រាន់តែស្រមៃគិតថាសមីការគឺជាជញ្ជីងដែលមានតុល្យភាពសមីការមានន័យថាជញ្ជីងខាងឆ្វេងនិងខាងស្ដាំមានទម្ងន់ស្មើគ្នាដើម្បីរក្សាតុល្យភាពជញ្ជីងនេះបើយើងបន្ថែមទម្ងន់ឬដកទម្ងន់ចេញពីថាសំខាងយើងត្រូវតែបន្ថែមឬដកទម្ងន់ពីថាសំខាងទៀតដូចគ្នានេះហើយជាគោលការណ៍គ្រឹះចុះប្អូនធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាពេលយើងរៀនដោះស្រាយសមីការឲ្យតែបោះទូឆ្លងសញ្ញាស្មើត្រូវតែដូរសញ្ញាពីបូកទៅដកឬពីដកទៅបូកតើវាជាវេទមិនមែនទេហេតុអ្វីបានជាបោះចំនួនឬអថេរឆ្លងពីអង្គម្ខាងទៅអង្គម្ខាងនៃសមីការត្រូវដូរសញ្ញាអត់ទេវាមិនមែនជាវេទមិនឡើយគន្លឹះនៃការបំបត្តិទូមួយចោលមិនមែនជាការផ្លាស់ទីរបស់លេខនោះទេប៉ុន្តែវាជាលទ្ធផលនៃការបូកឬដកចំនួនដូចគ្នានៅលើអង្គសងខាងដើម្បីរក្សាតុល្យភាពជញ្ជីងពីរបើយើងមានចំនួន3នៅខាងឆ្វេងស្មើនឹងចំនួន3នៅខាងស្ដាំដើម្បីទុកតែ2នៅខាងឆ្វេងយើងត្រូវដកចេញចំនួន1ពីអង្គទាំងពីរដូចគ្នានេះដែរចំពោះសមីការ x បូក3ស្មើ8ជំហានដំបូងយើងរៀបចំជញ្ជីង2ដែល x បូក3ជាចំនួននៅខាងឆ្វេងស្មើនឹង8ជាចំនួននៅខាងស្ដាំជំហានទី2ដើម្បីរក្សាតុល្យភាពនៃជញ្ជីងនិងរក្សាទុក x នៅអង្គខាងឆ្វេងយើងត្រូវដក3ចេញពីអង្គទាំងពីរហើយនៅជំហានទី3លទ្ធផលជាក់ស្ដែងគឺនៅសល់តែ x នៅខាងឆ្វេងនិង8ដក3នៅខាងស្ដាំនេះហើយជាមូលហេតុដែលយើងមើលឃើញហាក់ដូចជាគេបោះចំនួន3ទៅអង្គគុំខាងទៀតคล้ายជាដក3ឥឡូវនេះយើងមកសាកល្បងអនុវត្តឧទាហរណ៍ទី1ទាំងអស់គ្នាចូលរកតម្លៃ x នៃសមីការ 2x បូក9ស្មើនឹង25តើយើងត្រូវធ្វើដូចម្តេចខ្លះដើម្បីដោះស្រាយវាសូមមើលរូបភាពជញ្ជីងទាំង4នេះដើម្បីយល់កាន់តែច្បាស់រូបទី1យើងចង់បំបត្តិ9ដូចនេះយើងបូកចំនួនផ្ទុយគឺដក9ទៅលើអង្គទាំងពីររូបទី2ក្រោយសម្រួលរួចជញ្ជីងនៅតែមានតុល្យភាពហើយយើងទទួលបាន 2x នៅអង្គខាងឆ្វេងស្មើនឹង16នៅអង្គខាងស្ដាំរូបទី3ដើម្បីបំបត្តិមេគុណនៅជាប់ x យើងចែកអង្គទាំងពីរនឹង2រូបទី4យើងទទួលបានតម្លៃ x ស្មើនឹង8ជាចម្លើយចុងក្រោយយើងធ្វើការផ្ទៀងផ្ទាត់ដោយជំនួសតម្លៃ x ស្មើ8ចូលក្នុងសមីការដើមយើងឃើញថា2គុណនឹង8បូកនឹង9គឺស្មើនឹង25ពិតប្រាកដមែនចុះបើសមីការមានទម្រង់ជាប្រភេទវិញតើយើងត្រូវដោះស្រាយបែបណាសូមមើលឧទាហរណ៍ទី2នេះមានចំណាំមួយដ៏សំខាន់កាលណាជួបសមីការដែលមានភាគបែងជាចំនួនថេរប្អូនត្រូវស្វែងរកភាគបែងរួមតូចបំផុតរួចគុណអង្គសងខាងនៃសមីការនឹងភាគបែងរួមនោះដើម្បីបំបត្តិភាគបែងមុននឹងលោកគ្រូបង្ហាញចម្លើយតើប្អូនចង់សាកល្បងយកក្រដាសព្រាងមកដោះស្រាយលំហាត់គំរូទី2នេះដោយខ្លួនឯងបន្តិចដែរទេផ្អាកវីដេអូនេះរួចសាកល្បងទាំងអស់គ្នាណា
តោះឥឡូវយើងមកផ្ទៀងផ្ទាត់ចម្លើយជំហានទី1យើងរកភាគបែងរួមតូចបំផុតនៃ7 5និង35គឺ35ជំហានទី2យើងគុណអង្គទាំងពីរនឹង35ជំហានទី3សម្រួលភាគបែងចេញយើងបានកន្សំធម្មតាដែលគ្មានប្រភេទជំហានទី4យើងគុណបន្លាតរួចប្រមូលតួដែលមានអថេរទៅអង្គទី1និងចំនួនពិតទៅអង្គទី2យើងកន្នីឃើញ x ស្មើនឹងដក19លើមផៃដូចនេះចម្លើយចុងក្រោយគឺស្មើនឹងដក19លើមផៃឥឡូវនេះយើងឈានចូលដល់ផ្នែកទី2គឺវិសាមីកាបាននិយាយឲ្យងាយយល់សាមីកាប្រាប់យើងពីចំណុចមួយដ៏ជាក់លាក់ដូចជា x ស្មើ3រីឯវិសាមីកាវិញវាប្រាប់យើងអំពីតំបន់នៃចម្លើយដែលមានច្រើនរាប់មិនអស់ដូចជា x ធំជាង3គឺយកគ្រប់តម្លៃដែលធំជាង3និមិត្តសញ្ញាតូចជាងនិងធំជាងតំណាងឲ្យព្រំដែនបើកចំហមិនយកតម្លៃព្រំដែនទេរីឯតូចជាងឬស្មើនឹងធំជាងឬស្មើតំណាងឲ្យព្រំដែនបិទជិតយកទាំងតម្លៃព្រំដែនយើងតែងប្រើបន្ទាត់ចំនួនពិតដើម្បីបង្ហាញតំបន់ចម្លើយទាំងនោះមានចម្ងល់មួយដែលសិស្សានុសិស្សតែងតែសួរហេតុអ្វីបានជាពេលដែលយើងដោះស្រាយវិស្មីកាហើយយើងគុណឬចែកនឹងចំនួនអវិជ្ជមានទីដៅសញ្ញានៃវិស្មីកាត្រូវតែបដូរផ្ទុយទៅវិញតោះទៅមើលការបកស្រាយដ៏អស្ចារ្យទាំងអស់គ្នាដើម្បីកុំឲ្យសិស្សយល់ច្រឡំយើងត្រូវពន្យល់តាមរបៀបកញ្ចក់បន្ទាត់ចំនួនពិតទី1យើងដឹងហើយថា5ធំជាង2ព្រោះនៅលើបន្ទាត់ចំនួន2ស្ថិតនៅខាងឆ្វេង5ទី2នៅពេលយើងគុណនឹងវាប្រៀបបាននឹងការបង្វិលបន្ទាត់ចំនួនពិត180ដឺក្រេឆ្លងកាត់គល់0ឬហៅថាចំណាំងផ្លាតកញ្ចក់ទី3ជាលទ្ធផលលេខទាំងពីរធ្លាក់ទៅទីតាំងថ្មីគឺ12និង15ទី4នៅខាងផ្នែកអវិជ្ជមានវិញម្ដងដោយសារតែ15ស្ថិតនៅខាងឆ្វេង12នាំឲ្យ12ទៅជាធំជាង15វិញហេតុនេះហើយទើបសញ្ញាវិស្មីកាត្រូវតែបញ្ច្រាស់ទិសដៅជាដាច់ខាតឥឡូវនេះយើងមកសាកល្បងដោះស្រាយលំហាត់ប្រឡងសមត្ថភាពមួយចូលរកចំនួនដែលទ្វេដងនៃចំនួននោះថែមមួយធំជាង9តែតូចជាង15តើយើងត្រូវតាំងសមីកានិងវិស្មីកានេះយ៉ាងដូចម្ដេច
ដំណោះស្រាយគឺងាយស្រួលទេដំបូងយើងតាំង x ជាចំនួនដែលត្រូវរកតាមប្រធានលំហាត់យើងរៀបចំបានវិស្មីការពី x បូក1ធំជាង9តែតូចជាង15បន្ទាប់មកយើងបូកនឹងដក1ទៅលើគ្រប់អង្គទាំងអស់ដើម្បីបំបត្តិ1យើងបានពី x ធំជាង8តែតូចជាង14ចុងក្រោយយើងចែកគ្រប់អង្គទាំងអស់នឹង2យើងទទួលបានចម្លើយចុងក្រោយគឺ x ធំជាង4តែតូចជាង7ដូចនេះចំនួនដែលយើងចង់បានគឺគ្រប់ចំនួនពិតទាំងអស់ដែលស្ថិតនៅក្នុងចន្លោះបើកពី4ទៅ7យើងមកមើលឧទាហរណ៍ 2.1 មួយទៀតដោះស្រាយវិស្មីការដក 3x បូក14ធំជាងឬស្មើ29ជំហានទី1យើងដក14ពីអង្គសងខាងយើងបានដក 3x ធំជាងឬស្មើ15ជំហានទី2នេះជាចំណុចដែលត្រូវប្រុងប្រយ័ត្នបំផុតយើងត្រូវចែកនឹងដក3ដើម្បីរកតម្លៃ x ដោយសារយើងចែកនឹងចំនួនអវិជ្ជមានយើងត្រូវតែបដូរទិសដោយសញ្ញាពីធំជាងឬស្មើទៅជាតូចជាងឬស្មើវិញយើងបានចម្លើយគឺ x តូចជាងឬស្មើដក5ដូចនេះតំបន់ចម្លើយគឺចាប់ពីដកអានុនរហូតដល់ត្រឹមដក5ដោយរាប់បញ្ចូលទាំងដក5ផងដែរជាចុងក្រោយដើម្បីលុបបំបាត់គំនិតភ័ន្តច្រឡំរបស់សិស្សលើការប្រើប្រាស់សញ្ញាវងក្រចកនិងដង្កៀបលោកគ្រូអ្នកគ្រូសូមចែករំលែកតារាងសង្ខេបគន្លឹះនេះទៅកាន់ពួកគេសញ្ញាតូចជាងនិងធំជាងគឺមិនរាប់បញ្ចូលតម្លៃព្រំដែនឡើយដោយយើងប្រើវងក្រចកសញ្ញាតូចជាងឬស្មើនិងធំជាងឬស្មើគឺត្រូវរាប់បញ្ចូលតម្លៃព្រំដែនដោយយើងប្រើសញ្ញាដង្កៀបសូមរក្សាទុកតារាងនេះដើម្បីជាជំនួយក្នុងការបង្រៀននិងរៀនខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយឲ្យប្អូនៗយល់ច្បាស់ពីសមីការនិងវិសមីការដឺក្រេទី1មានមួយអញ្ញត្តិសូមអរគុណនិងជួបគ្នានៅមេរៀនក្រោយៗទៀត